ក្រាកស៊ូ2ជាន់ DBST មួយខ្សែប្រវែង 2000 ម៉ែត្រស្ថិតក្នុងស្រុកបន្ទាយមាសខេត្តកំពតត្រូវបានបើកការដ្ឋានសាងសង់ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋផ្លូវក្រាកស៊ូ2ជាន់ DBST មួយខ្សែមានប្រវែង 2000 ម៉ែត្រស្ថិតនៅភូមិត្រាំសសរទៅកាន់ភូមិបរិវាសឃុំសំរោងលើស្រុកបន្ទាយមាសខេត្តកំពតត្រូវបានបើកការដ្ឋានសាងសង់ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋសិស្សានុសិស្សពិសេសការដឹកជញ្ជូនកសិផលរបស់ប្រជាកសិករទៅកាន់ទីផ្សាររដ្ឋលេខាធិការក្រសួងអភិវឌ្ឍជនបទបានជំរុញឲ្យក្រុមហ៊ុនសាងសង់ផ្លូវនេះត្រូវអនុវត្តទៅតាមបទដ្ឋានបច្ចេកទេសដោយធានាថាផ្លូវនេះប្រកបដោយគុណភាពនិងប្រើប្រាស់បានយូរអង្វែងនៅព្រឹកថ្ងៃទី10 ខែតុលា ឆ្នាំ 2025 លោកច័ន្ទដារុងរដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់លោកឆាយរតិសែនរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍជនបទអមដំណើរដោយលោកហសុរិនប្រធានមន្ត្រីអភិវឌ្ឍជនបទខេត្តកំពតបានអញ្ជើញជាអធិបតីភាពនៅក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវក្រាកស៊ូ2ជាន់មួយខ្សែមានប្រវែង 2000 ម៉ែត្រទទឹង7 ម៉ែត្រចិញ្ចើមផ្លូវ1 ម៉ែត្រសងខាងផ្លូវដែលទទួលសាងសង់ដោយក្រុមហ៊ុនវិស្វកម្មសំណង់ Construction ស្ថិតនៅភូមិត្រាំសសរឆ្ពោះទៅកាន់ភូមិបរិវាសឃុំសំរោងលើស្រុកបន្ទាយមាសខេត្តកំពតមានមតិសំណេះសំណាលនាឱកាសនោះបានមានប្រសាសន៍ថាការសាងសង់ផ្លូវក្រាកស៊ូពេលនេះគឺធ្វើឡើងតាមសំណូមពររបស់អាជ្ញាធរមូលដ្ឋានពិសេសប្រជាពលរដ្ឋដែលជួបការលំបាកក្នុងការធ្វើដំណើរនាពេលកន្លងមកដែលនៅរដូវវស្សាផ្លូវនេះមានជង្ហុករអិលរីឯខែប្រាំងមានសភាពហុយដែលពិបាកក្នុងការធ្វើដំណើរសម្រាប់សិស្សានុសិស្សទៅសាលារៀនការដឹកជញ្ជូនកសិផលរបស់ប្រជាកសិករក៏ដូចជាការធ្វើដំណើរប្រជាពលរដ្ឋទូទៅនៅក្នុងតំបន់នេះផងដែរលោករដ្ឋលេខាធិការបានបន្តថាការសាងសង់ផ្លូវក្រាកស៊ូ DBST នេះគឺពិតជាឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានពិសេសក្រោយសាងសង់រួចផ្លូវនេះនឹងអាចជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋសិស្សានុសិស្សពិសេសការដឹកជញ្ជូនកសិផលរបស់ប្រជាកសិករទៅកាន់ទីផ្សារមិនមានការលំបាកដូចមុនទៀតទេលោករដ្ឋលេខាធិការបានបន្ថែមថារាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភាក្រោមការដឹកនាំដ៏ឆ្លៀសវៃនិងប៉ិនប្រសប់របស់សម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាបានដាក់ចេញនាយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1ក្នុងនោះក៏បានកំណត់យកផ្លូវជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពទាំង5គឺមនុស្សផ្លូវទឹកភ្លើងនិងបច្ចេកវិទ្យាជាមួយគ្នានោះដែរលោករដ្ឋលេខាធិការក៏បានស្នើដល់ក្រុមហ៊ុនវិស្វកម្មសំណង់ Construction ដែលទទួលការសាងសង់ផ្លូវក្រាកស៊ូ DBST នេះត្រូវអនុវត្តទៅតាមបទដ្ឋានបច្ចេកទេសដោយធានាថាផ្លូវនេះប្រកបដោយគុណភាពនិងប្រើប្រាស់បានយូរអង្វែងទន្ទឹមនឹងនោះដែរលោករដ្ឋលេខាធិការបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលនៅជាប់សងខាងផ្លូវសូមមានការយល់យោគនិងអធ្យាស្រ័យនៅពេលដែលផ្លូវនេះកំពុងសាងសង់ពិសេសនៅពេលផ្លូវសាងសង់រួចរាល់សូមបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាផ្លូវនេះទាំងអស់គ្នាកុំដឹកលើសទម្ងន់និងត្រូវគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាផងដែរ